ភូមិកំពង់ភ្លុកជាភូមិមួយដែលស្ថិតនៅតំបន់លិចទឹកទន្លេសាបនាខេត្តសៀមរាបកំពង់ភ្លុករួមឡើងដោយភូមិចំនួន3ចូលគ្នាស្ថិតក្នុងបឹងទន្លេសាបដែលមានចម្ងាយប្រមាណប្រហែល30គីឡូម៉ែត្រពីខេត្តសៀមរាបនៃប្រទេសកម្ពុជាដែលហុំព័ទ្ធដោយដើមកោងកាងលិចទឹកដែលដើមកោងកាងទាំងនោះគឺជាជម្រកសត្វព្រៃច្រើនប្រភេទទិដ្ឋភាពនៅភូមិកំពង់ភ្លុកដែលមើលឃើញពីសក្តានុពលលើវិស័យទេសចរនៅក្នុងឃុំកំពង់ភ្លុកនៅឆ្នាំ2013លោកមេឃុំកំពង់ភ្លុកនិងគណៈកម្មការសហគមន៍នេសាទបានសហការជាមួយសមាជិករបស់ខ្លួនបង្កើតជាសមាគមសហគមន៍ទេសចរធម្មជាតិកំពង់ភ្លុកក្នុងបឹងទន្លេសាបសម្បូរដោយបក្សីទៅច្រើនជាង100ប្រភេទនិងមានត្រីចំនួនច្រើនជាង200ប្រភេទរួមទាំងក្រពើអណ្ដើកស្វាភេទទៀតផងនៅខែវស្សាផ្ទៃទឹកបឹងទន្លេសាបមានទំហំដល់ទៅ12000គីឡូម៉ែត្រក្រឡាតែនៅខែប្រាំងវិញមានទំហំត្រឹមតែ2500គីឡូម៉ែត្រក្រឡាតែប៉ុណ្ណោះដោយរដូវប្រាំងផ្ទះរបស់ពួកគេនៅលើគោកដូច្នេះហើយពួកគេត្រូវតែធ្វើផ្ទះបណ្ដោះអាសន្នតាមទឹកដែលស្រកទៅនោះតែនៅខែវស្សានៅពេលទឹកឡើងពួកគេបដូរទីលំនៅមករស់នៅផ្ទះពួកគេវិញព្រោះទឹកបឹងបានឡើងបបដល់និងលិចដល់ភូមិរបស់ពួកគេអំពីទីតាំងភូមិសាស្ត្រសហគមន៍កំពង់ភ្លុកស្ថិតនៅក្នុងស្រុកប្រាសាទបាគងខេត្តសៀមរាបហើយមានព្រំប្រទល់ជាប់ខាងជើងជាប់នឹងឃុំមានជ័យខាងត្បូងជាប់នឹងបឹងទន្លេសាបខាងកើតជាប់នឹងឃុំកំពង់ឃ្លាំងស្រុកសុំនិគមខាងលិចជាប់នឹងឃុំកណ្ដែកកនិងសង្កាត់ចំឃ្លៀសក្រុងសៀមរាបឃុំកំពង់ភ្លុកមានផ្ទៃដីសរុប 24800 ហិកតានិងមានភូមិចំនួន3រួមមានភូមិថ្នោតកបុតភូមិគោកខ្ទល់និងភូមិដីក្រហមហើយមានចម្ងាយប្រមាណ30គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបនិងចម្ងាយពីស្រុកប្រាសាទបាគងប្រមាណ14គីឡូម៉ែត្រភ្ញៀវទេសចរដែលមកកំសាន្តអាចធ្វើដំណើរតាមរថយន្តរ៉ឺម៉កឬម៉ូតូដោយប្រើរយៈពេល50នាទីពីទីរួមខេត្តមកដល់ចំណតទូកនិងប្រើពេលប្រហែល20នាទីទើបដល់សហគមន៍កំពង់ភ្លុកការទាក់ទាញភ្ញៀវទេសចរកំពង់ភ្លុកជាភូមិដែលលិចទឹកតែដោយសារលក្ខណៈពិសេសរបស់ភូមិដែលមានទីតាំងនៅលើទឹកនិងទេសភាពភូមិដែលជាទីកន្លែងទាក់ទាញភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកកទេសចរនៅកំពង់ភ្លុកជាទេសនាធម្មជាតិនិងវប្បធម៌ដែលមានទាំងការកំសាន្តតាមភូមិលិចទឹកដែលមានផ្ទះអណ្ដែតលើទឹកនិងការទស្សនានៅសត្វព្រៃតាមដងទន្លេរសាបនៅព្រៃរនាមការទស្សនាតាមព្រៃរនាមធ្វើឲ្យអារម្មណ៍របស់ភ្ញៀវទេសចរមានភាពស្រស់ថ្លាព្រោះទីនោះមានសត្វបក្សីដ៏ច្រើនប្រភេទនិងប្រភេទសត្វល្មូនមានដូចជាពស់ក្រពើអណ្ដើកនិងប្រភេទត្រីធំៗជាច្រើនប្រភេទទៀតដែលនេះជាជំនួយដល់ការអភិវឌ្ឍជីវភាពប្រជាជនដែលរស់នៅក្នុងភូមិនោះ